នៅពេលដែលនិយាយអំពីកូរ៉េអញ្ជើងយើងនឹងនឹកឃើញមុនគេទៅដល់លោកគីមចុងអ៊ុននុយក្លេអ៊ែរនិងភាពឯកោរបស់ប្រទេសនេះប៉ុន្តែអ្នកនរគ្នាដឹងថាប្រទេសនេះធ្លាប់បានបង្កើតអច្ឆរិយៈបាល់ទាត់ម្នាក់ដែលធ្វើឲ្យក្លឹបលំដាប់ពិភពលោកដូចជា Liverpool និង Juventus បើកភ្នែកធំៗចង់បានខ្លួននេះគឺជារឿងពិតរបស់កីឡាករម្នាក់ដែលមានទេពកោសល្យអាចផ្លាស់ប្ដូរវាសនារបស់ជាតិបានប៉ុន្តែចុងក្រោយក្តីសម័យរបស់គេបែរជាត្រូវបំផ្លាញខ្ទេចខ្ទីដោយសារតែល្បែងនយោបាយនិងទណ្ឌកម្មអន្តរជាតិទៅវិញក្នុងវីដេអូនេះយើងនឹងនាំគ្នាទៅស្វែងយល់អំពីរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ហានខ្វាន់ស៊ុងខ្សែប្រយុទ្ធបាល់ទាត់ដែលពិភពលោកប្រសិទ្ធនាមឲ្យថារ៉ូណាល់ដូកូរ៉េអញ្ជើងមុននឹងនិយាយពីតារាបាល់ទាត់ជំនាន់ក្រោយរបស់ប្រទេសនេះវាជារឿងដែលសំខាន់ដែលយើងគួរដឹងថាកូរ៉េអញ្ជើងគឺធ្លាប់មានប្រវត្តិសាស្ត្របាល់ទាត់ដ៏អស្ចារ្យដែលពួកគេធ្លាប់ឡើងទៅលេង World Cup នៅក្នុងឆ្នាំ1966បន្ទាប់ពីយកឈ្នះអូស្ត្រាលីនៅក្នុងវគ្គជម្រុះនៅក្នុងការប្រកួតនោះពួកគេត្រូវបានចាប់ឆ្នោតឲ្យចូលទៅក្នុងពូលដ៏ពិបាកមួយជាមួយនឹងសហភាពសូវៀតអ៊ីតាលីនិងឈីលីប៉ុន្តែកូរ៉េអញ្ជើងក៏បានបង្កើតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលបានយកឈ្នះក្រុមយ៉ាអឺរ៉ុបអ៊ីតាលី1-0ឡើងទៅវគ្គ8ក្រុមចុងក្រោយបន្ទាប់ពីការចាញ់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះជនជាតិអ៊ីតាលីគឺមិនបានខឹងសម្បាទេប៉ុន្តែផ្ទុយទៅវិញពួកគេបែរជាមានការរាក់ទាក់និងគោរពយ៉ាងខ្លាំងចំពោះក្រុមបាល់ទាត់របស់កូរ៉េអញ្ជើងរហូតដល់ពួកគេបានបង្កើតទំនាក់ទំនងអាជីវកម្មនិងនយោបាយរវាងប្រទេសនិងប្រទេសជាមួយគ្នាយ៉ាងស្អិតរមួតហើយទំនាក់ទំនងដ៏ល្អនេះហើយដែលបានបើកផ្លូវឲ្យគ្រាប់ពូជបាល់ទាត់ជំនាន់ក្រោយរបស់កូរ៉េអញ្ជើងបានទៅរីកដុះដាលនៅទឹកដីអឺរ៉ុបហានខ្វាំងស៊ុងដែលត្រូវបានគេហៅថារ៉ូណាល់ដូកូរ៉េអញ្ជើងបានកើតនៅថ្ងៃទី11ខែកញ្ញាឆ្នាំ1998នៅទីក្រុងព្យុងយ៉ាងក្នុងគ្រួសារវណ្ណៈកម្មករដែលគាត់មានចំណង់ចំណូលចិត្តផ្នែកបាល់ទាត់នេះតាំងពីក្មេងដែលនាំឲ្យគាត់បានចូលទៅសិក្សានៅសាលាបាល់ទាត់អន្តរជាតិព្យុងយ៉ាងដែលឧបត្ថម្ភទៅដោយរដ្ឋាភិបាលនៅឆ្នាំ2013ក្រុមបាល់ទាត់កូរ៉េអញ្ជើងអាយុក្រោម16ឆ្នាំបានធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដើម្បីហ្វឹកហាត់នៅ Madrid Academy ហើយក្នុងចំណោមក្មេងៗដែលមានទេពកោសល្យទាំងអស់ហានខ្វាំងស៊ុងគឺជាអ្នកដែលលេចធ្លោជាងគេបំផុតនៅពេលនោះភាពជោគជ័យដំបូងគឺនៅក្នុងឆ្នាំ2014នៅពេលដែលកូរ៉េអញ្ជើងបានឈ្នះពាន AFC U16 Championship ដែលពេលនោះហានបានសុទ្ធបញ្ចូលទីក្នុងគ្រប់ប្រកួតវគ្គចែកពូលហើយបានសុទ្ធគ្រាប់សម្រេចនៅក្នុងវគ្គផ្ដាច់ព្រាត់ដើម្បីយកឈ្នះកូរ៉េត្បូង2-1នៅកំឡុងឆ្នាំ2016ហានត្រូវបានគេចាត់ទុកថាគឺជាទេពកោសល្យដ៏កម្រម្នាក់របស់កូរ៉េអញ្ជើងដែលបានធ្វើឲ្យក្លឹបយ៉ាធំៗដូចជា Manchester City, Juventus និង Liverpool ចាប់អារម្មណ៍ចង់បានរូបគេតាំងពីវ័យ18ឆ្នាំទោះជាយ៉ាងណានៅឆ្នាំ2017ហានបានជ្រើសរើសទៅធ្វើតេស្តជាមួយនឹងក្លឹប Cagliari នៅក្នុងលីកកំពូលអ៊ីតាលីហើយគាត់បានក្លាយទៅជាកីឡាករកូរ៉េអញ្ជើងដំបូងគេបង្អស់ដែលបានលេងនិងរកគ្រាប់បាល់បាននៅក្នុងលីកកំពូល Serie A ដោយគ្រាប់បាល់ប្រវត្តិសាស្ត្រនោះគឺការសុទ្ធបញ្ចូលឆ្លងកាត់ដៃអ្នកចាំទីដ៏ល្បីឈ្មោះជូហាតរបស់ក្រុម Torino ក្រោយមកក៏ត្រូវបានខ្ចីជើងទៅលេងឲ្យក្រុម Perugia នៅ Serie B ដែលជាកន្លែងដែលគាត់បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោបំផុតដោយរកបាន7គ្រាប់នៅក្នុងការប្រកួតដំបូងនិងទាត់ចូលសរុប9គ្រាប់នៅក្នុងមួយរដូវកាលរហូតទទួលបានរហស្សនាមនៅលើបណ្ដាញអ៊ីនធឺណិតថា Ronaldo កូរ៉េអញ្ជើងនៅក្នុងខែកញ្ញាឆ្នាំ2019 Juventus ក៏បានសម្រេចចិត្តទិញរូបគាត់នៅក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល2ឆ្នាំជាមួយនឹងលក្ខខណ្ឌទិញដាច់ហានក៏ត្រូវបានលេងឲ្យក្រុមបំរុងអុយ23របស់ Juventus និងត្រូវបានហៅទៅអង្គុយកៅអីបំរុងរបស់ក្រុមឈុតធំ2ដងផងដែរទោះជាយ៉ាងណាជីវិតរបស់ហានត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាលកូរ៉េអញ្ជើងគាត់ត្រូវបានហាមឃាត់មិនឲ្យបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ឬផ្ដល់បទសម្ភាសន៍ជាសាធារណៈឡើយបើសិនបើល្មើសច្បាប់គាត់នឹងត្រូវបង្ខំឲ្យត្រឡប់ទៅប្រទេសវិញភ្លាមៗនៅថ្ងៃទី2ខែមករាឆ្នាំ2020ក្លឹប Juventus ក៏បានសម្រេចចិត្តទិញដាច់ហាននៅក្នុងតម្លៃ 3.5 លាន€ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកគូសចិត្តនោះគឺត្រឹមតែ6ថ្ងៃក្រោយមកពួកគេស្រាប់តែលក់គាត់ទៅឲ្យក្លឹប Al Duhail នៅក្នុងប្រទេសកាតាក្នុងតម្លៃ 7 លាន€ហេតុផលដែលក្លឹប Juventus បានផ្លាស់ប្ដូរចិត្តលឿនបែបនេះគឺដោយសារតែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានដាក់ទៅលើកូរ៉េអញ្ជើងនៅចុងឆ្នាំ2019 UN បានបញ្ជាឲ្យរដ្ឋសមាជិកទាំងអស់ត្រូវតែបញ្ជូនពលករនិងកីឡាករកូរ៉េអញ្ជើងទាំងអស់ត្រឡប់ទៅប្រទេសពួកគេវិញដើម្បីទប់ស្កាត់លំហូរលុយទៅកាន់កម្មវិធីនុយក្លេអ៊ែររបស់គីមចុងអ៊ុនដូច្នេះ Juventus គ្មានជំរើសអ្វីក្រៅពីលក់គាត់ចេញជាបន្ទាន់ឡើយហើយមុនពេលដែលគាត់លេងឲ្យក្រុម Al Duhail កីឡាកររូបនេះក៏ត្រូវបានគេតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងធនាគារកាតាដែលធានាថាគាត់មិនបញ្ជូនប្រាក់ទៅឲ្យកូរ៉េអញ្ជើងឡើយហើយនៅកាតាគាត់បានខំប្រឹងប្រែងជួយ Al Duhail លើកពានលីកកំពូលកាតាផងដែរប៉ុន្តែដោយសារតែទណ្ឌកម្មកាន់តែតឹងរ៉ឹងកិច្ចសន្យារបស់គាត់ក៏ត្រូវបានបញ្ចប់ជាស្ថាពរចាប់ពីខែកញ្ញាឆ្នាំ2020មកហានខ្វាន់ស៊ុងបានបាត់ខ្លួនពីពិភពបាល់ទាត់ទាំងស្រុងដោយសារតែការបិទព្រំដែននៅសម័យ COVID-19 គាត់គឺមិនអាចចូលប្រទេសកូរ៉េអញ្ជើងវិញបានភ្លាមៗទេដោយនិរទេសទៅកាន់ទីក្រុងរ៉ូមហើយត្រូវជាប់គាំងនៅស្ថានទូតរបស់ខ្លួនជាច្រើនឆ្នាំហើយឈ្មោះរបស់គាត់ក៏បានស្ងប់ស្ងាត់ពីពិភពបាល់ទាត់នៅអឺរ៉ុបទាំងស្រុងបន្ទាប់ពីបាត់ដំណឹងសូន្យចឹងដែលគ្មានអ្នកណាបានដឹងថាគាត់បានស្លាប់ឬក៏រស់អស់រយៈពេលជិត3ឆ្នាំស្រាប់តែនៅខែវិច្ឆិកាឆ្នាំ2023ពិភពលោកក៏បានស្រឡាំងកាំងម្ដងទៀតហានខ្វាំងស៊ុងក៏បានបង្ហាញខ្លួនសាជាថ្មីម្ដងទៀតក្នុងនាមជាកីឡាករជម្រើសជាកូរ៉េអញ្ជើងក្នុងការប្រកួតជម្រុះ World Cup 2026ដែលជួបជាមួយនឹងប្រទេសសេរីនិងមីយ៉ាន់ម៉ាគាត់បានពាក់អាវលេខ10និងបានសុទ្ធបញ្ចូលទីនៅក្នុងជ័យជំនះ6-1ទៅលើក្រុមមីយ៉ាន់ម៉ាដែលបង្ហាញថាគាត់នៅតែរក្សានៅសមត្ថភាពបាល់ទាត់របស់គាត់បានយ៉ាងល្អប៉ុន្តែបច្ចុប្បន្នគាត់ត្រូវបានគេដឹងថាគាត់អាចលេងបានត្រឹមតែនៅក្នុងលីកក្នុងស្រុកឲ្យក្លឹប April 25ដែលជាលីកកំពូលនៅក្នុងប្រទេសកូរ៉េអញ្ជើងប៉ុណ្ណោះដែលមិនអាចត្រឡប់ទៅរកភាពស៊ីវិល័យនិងភាពរុងរឿងដោយការនៅអឺរ៉ុបវិញបានឡើយអ
ចឹងរឿងរ៉ាវរបស់ហានខ្វាំងសុងឬក៏រ៉ូណាល់ដូក្រែងជើនេះគឺជារឿងដែលគួរឲ្យសោកស្ដាយនិងគួរឲ្យកត់សរសើរបំផុតនៅក្នុងពិភពបាល់ទាត់ពីព្រោះគាត់មានទាំងសមត្ថភាពទាំងទេពកោសល្យនិងមានទាំងឱកាសដើម្បីក្លាយទៅជាកម្ពុជាកីឡាករបាល់ទាត់លំដាប់ពិភពលោកប៉ុន្តែដោយសារតែសម្ពាធនយោបាយនិងទណ្ឌកម្មពីអន្តរជាតិទើបធ្វើឲ្យគាត់បាត់បង់ក្តីសម័យដែលគាត់មិនបានដឹងអ្វីទាល់តែសោះអញ្ចឹងវាគឺជារឿងដែលគួរឲ្យសោកស្ដាយមែនទែនហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតជាមួយនឹងប្រធានបទថ្មីអរគុណជម្រាបលា